នេះខ្ញុំនឹងខ្លាចខ្លួនទៅជាកលាករដោយធ្វើការលេង challenge ជាមួយនឹងមិត្តភក្តិរបស់ខ្ញុំអញ្ចឹងការលេង challenge នេះគឺជាការទាត់បាល់ឲ្យចូលទីក្នុងមួយគ្រាប់ខ្ញុំនឹងទទួលបាន 10000 រៀលចង់ខ្ញុំទទួលបានលុយប្រហែលម៉ឺនអញ្ចឹងទៅទស្សនាវីដេអូពេញទាំងអស់គ្នាគ្រាប់បាល់បានមកដល់ដៃកលាករបាត់ទៅហើយទីទៀតយើងនឹងទៅចាប់ដើមលេងអញ្ចឹងមកគ្រាប់ 10000 រៀលនឹងដឹងថាយើងសុទ្ធបានគ្រាប់តំបងអស់គ្នាថ្ងៃនេះខ្ញុំមានរយៈពេលតែ2នាទីទេដើម្បីទឹកទៅចូលគោលចង់ដឹងថាខ្ញុំទឹកចូលប៉ុន្មានតើមើលអស់គ្នា start ហើយនឹងហើយនេះវាជាក្របទី1សម្រាប់ការសុទ្ធចូលទីដើម្បីទទួលបានលុយ 10000 រៀលពីមិត្តភក្តិរបស់ខ្ញុំតែក្របទី1របស់ខ្ញុំគឺបាន file បាត់ទៅហើយអ្នកទាំងអស់គ្នាទី2ក្របទី2ហើយទោះបីជា file ក្របទី1ក៏ដោយក៏ខ្ញុំបន្តទាត់នៅក្របទី2ដើម្បីទទួលបានលុយ 10000 រៀលពីមិត្តភក្តិរបស់ខ្ញុំហើយនេះគឺជាក្របទី3ដែលខ្ញុំត្រូវបំពេញបេសកកម្មរបស់ខ្ញុំដើម្បីទទួលបានលុយ 10000 រៀលពីមិត្តភក្តិរបស់ខ្ញុំផងដែរទោះបីជាក្របទី2របស់ខ្ញុំត្រូវបានបរាជ័យក៏មិនប្រកាសថាក្របទី3របស់ខ្ញុំនឹងគឺជោគជ័យដែរហើយទីបំផុតនោះគឺLike sugar on my tongue ហើយនេះគឺជាមុខអ្នកដែលផ្ដល់លុយឲ្យខ្ញុំចំនួន 30000 រៀលដែលខ្ញុំសុទ្ធបានចូលទីចំនួន 3 គ្រាប់ Challenge ក៏ត្រូវបានបញ្ចប់អញ្ចឹងខ្ញុំក៏ទទួលបានប្រាក់ឧបត្ថម្ភពីមិត្តភក្តិរបស់ខ្ញុំចំនួន 30000 រៀលដែលខ្ញុំសុទ្ធបាន 3 គ្រាប់នៅក្នុងរយៈពេល 2 នាទីនេះផងដែរបាយបាយអ្នកទាំងអស់គ្នា